ពីបងប្អូនខ្ញុំសូមនិយាយខ្លីណាព្រោះឥឡូវនេះខ្ញុំឃើញ MMO ឬក៏ក្រុមប្រកាសមាតិកាលើបណ្ដាញសង្គមនឹងពាក់ព័ន្ធច្រើននៅក្នុងសកម្មភាពអ្វីដែលការជាការយាយីផ្លូវភេទហើយពាក្យច្រើនគាត់អត់មានចំណេះដឹងទេគាត់អត់មានចំណេះដឹងទេអ្វីទៅជាទស្សនៈទាទូទៅនៃច្បាប់គាត់ពាក់ព័ន្ធនឹងការយាយីផ្លូវភេទដោយប្រកាសមាតិកាឥឡូវខ្ញុំសូមនិយាយថាអ្វីទៅជាការយាយីផ្លូវភេទបងប្អូនសង្កេតមើលទៅយកទៅ apply ទៅថាតើមើលទៅសង្កេតមើលផ្ទាល់ថា MMO ឬក៏អ្នកប្រកាសមាតិកាហ្នឹងគាត់ពាក់ព័ន្ធនឹងការយាយីផ្លូវភេទមិនខ្លះការយាយីផ្លូវភេទមានខ្ញុំសូមនិយាយថាមាន3យាយីផ្លូវភេទដោយពាក្យសម្ដី verbal harassment sexual harassment ការយាយីផ្លូវភេទដោយមិនមែនពាក្យសម្ដីលក្ខណៈតណ្ហេក non verbal sexual harassment ហើយនឹងការយាយីផ្លូវភេទដោយសកម្មភាពផ្ទាល់ការសកម្មភាពផ្ទាល់ធន់ណាអាហ្នឹងអាចជាប់ចោលពីបទរំលោភទៀតអាចជាការរំលោភករណីរំលោភធ្ងន់ហ្មងបើតែបើគឺជាការយាយីផ្លូវភេទហ្នឹងសាលប៉ុន្តែជាប់ទោសពេលខ្លះយើងនិយាយយាយីផ្លូវភេទតែពាក្យសម្ដីក៏អាចជាប់គុកដែរណាបងប្អូនឥឡូវខ្ញុំនិយាយពីអ្វីទៅជាការយាយីផ្លូវភេទឥឡូវនិយាយថាការយាយីផ្លូវភេទដោយពាក្យសម្ដីហើយសូមបញ្ជាក់ការយាយីផ្លូវភេទហ្នឹងមិនមែនត្រឹមតែបរិសុទ្ធទៅកាន់ស្ត្រីទេបរិសុទ្ធទៅកាន់បរិសុទ្ធក៏អាចចាត់ទុកជាការយាយីផ្លូវភេទស្ត្រីទៅកាន់ស្ត្រីក៏អាចជាការយាយីផ្លូវភេទស្ត្រីទៅកាន់បរិសុទ្ធក៏អាចជាការយាយីផ្លូវភេទបរិសុទ្ធស្ត្រីមកកាន់បរិសុទ្ធក៏អាចយាយីផ្លូវភេទឬក៏បរិសុទ្ធគ្នាឯងនឹងឧទាហរណ៍និយាយអ្វីទៅជាការយាយីផ្លូវភេទគឺយើងនិយាយតាក់ទងនឹងអវយវៈនរណាម្នាក់អវយវៈហ្នឹងគឺសំដៅយកច្រើនប៉ុន្តែអវយវៈដែលជាសម្ងាត់ឬក៏ដែលហៅ taboo ដែលយើងគួរមិនគួរនិយាយរឿងសម្ងាត់រឿងតើខ្លួនរបស់អ្នកគេម្នាក់ជាអវយវៈសំខាន់សូមអភ័យទោសខ្ញុំអត់ហ៊ាននិយាយពាក្យអាក្រក់ខ្ញុំសូមនិយាយតែពាក្យសដន់ទេឧទាហរណ៍ខ្ញុំសូមនិយាយតែមួយម៉ាត់ហ្នឹងឯងអត់និយាយអវយវៈផ្សេងទេយើងមិនអាចនិយាយថាអ្នកនេះសដន់ធំអ្នកនេះសដន់តូចទេប្រោះដូចគ្នាក៏ដោយក្នុងនាមប្រោះដូចគ្នាយើងមិនអាចនិយាយថាអ្នកនេះធំអ្នកនេះតូចទេអាហ្នឹងវាជាការយាយីផ្លូវភេទហើយការយាយីផ្លូវភេទវាកើតចេញពីការបញ្ចាលពេលខ្លះមានអារម្មណ៍ត្រេកត្រអាលទេប៉ុន្តែជាការបញ្ចាលប៉ុន្តែពេលខ្លះជាអារម្មណ៍ជាចេតនាលក្ខណៈថាស្រីវស្រាប់ឬក៏ត្រេកត្រអាលអីអញ្ចឹងអាហ្នឹងជាការយាយីផ្លូវភេទហើយយើងដោយពាក្យសម្ដីអញ្ចឹងណាពេលខ្លះដូចអវយវៈសម្ងាត់អាហ្នឹងតែនិយាយគឺជាប់នេះហើយយាយីផ្លូវភេទដែរប៉ុន្តែបើអវយវៈផ្សេងដូចថាយើងនិយាយថាចំោះផ្ពាល់បើនិយាយពីទ្រុងអាហ្នឹងទ្រុងនៅយាយីផ្លូវភេទដែរហ្នឹងឲ្យតែនិយាយគឺយាយីផ្លូវភេទដែរប៉ុន្តែបើនិយាយពីចំោះស្អាតចំោះស្រួយស្អាតអាហ្នឹងអត់អីទេអាហ្នឹងជាអវយវៈដែរតែអត់អីវាមិនមែនជាអវយវៈដែលសម្ងាត់ប៉ុន្តែយើងនិយាយថាចំោះស្អាតចង់ឆ្បិចចំោះឈ្មោះចំោះអាហ្នឹងអាហ្នឹងឈ្មោះចំោះអត់បានទេអាហ្នឹងជាការយាយីផ្លូវភេទហើយស្ពណ៌ស្អាតអូខេយើងនិយាយបានអាហ្នឹងវាយវៈដែលអាចនិយាយបានយើងសរសើរគេស្អាតព្រោះស្ពណ៌ស្អាតមែនតែនិយាយថាស្ពណ៌ស្អាតបងចង់ប៉ះស្ពណ៌ស្ទាបអង្អែលស្ពណ៌អូនអីចឹងណាអាហ្នឹងជាការយាយីផ្លូវភេទហើយបើការនិយាយហ្នឹងមិនមែនទៅកាន់ប្រពន្ធខ្លួនឯងសង្សារខ្លួនឯងឬក៏ការនិយាយទៅកាន់មនុស្សដែលចម្លែកឬក៏អ្នកដែលមិនអ្នកស្គាល់គ្នាក៏ដោយប៉ុន្តែវាមិនមែនជាស្ថានភាពដែលយើងត្រូវនិយាយថាយើងចង់បង្អែលស្គាល់គេអាហ្នឹងជាការយាយីផ្លូវភេទហើយអាហ្នឹងដោយពាក្យសម្ដីnon verbal ការយាយីផ្លូវភេទដោយមិនមែនពាក្យសម្ដីឧទាហរណ៍អង្គុយមកតុកអញ្ចឹងទៅអង្គុយមកតុកមានអ្នកខ្លះឃើញស្អាតដើរមកថាស្មាតទោះមើលសុដន់ធំណាស់ឬក៏មើលអីផ្សេងខាងក្រោយយើងធំអីចឹងទៅឬក៏ឃើញគេស្លៀកខ្លីដើរចូលហាងអីយើងអង្គុយមកតុកក៏ដែរយើងថាមើលផ្លូវស្អាតហើយអ្នកដែលអង្គុយតុកហ្នឹងចូលរួមសប្បាយចិត្តពេលខ្លះដោយការសើចដោយការញឹមដោយការពេញចិត្តនឹងពាក្យសម្ដីរបស់គេក្នុងអង្គុយតុកមួយហ្នឹងអាហ្នឹងក៏ចូលរួមក្នុងការយាយីផ្លូវភេទដែរតែពាក្យសម្ដីពេលខ្លះអ្នកខ្លះឃើញអង្គុយតុកហ្នឹងទៅមានមនុស្សម្នាក់នៅក្នុងតុករួមគេហ្នឹងចាប់ដៃសឺវីសអីចឹងទៅស្រីស្អាតហ្នឹងទៅក៏សកម្មភាពចាប់ដៃអាហ្នឹងវាជាអាហ្នឹងខ្ញុំនិយាយបន្តទៀតហ្នឹងវាជាការយាយីផ្លូវភេទដោយសកម្មភាព
mình thấy nè này dư phơi phê đòi tuần hay có đòi năn vợ bó đó đòi năn vợ bó nó hơi mất vẹo không ai chặt đây kia hay sợ bài chất chỉ mui sao ai được nông nó chưa ca dư trô room dư phơi phê đấy để coi tóc khởi mũi đó nâng lấy dùng dây đo cũng ra tha năn vợ bó tinh chất ó sa tô nó cầm chụp để cái thưa nữa nó chia ca trô room dư phơi phê đây thì bây giờ dây ta sầm khăn như cái là nó ai cho cốc ngôn được to đời cầm phiệp nằng ca dây phơi phê đôi sẽ cầm ở phiệp dương từ chặt đây cái chặt đây ấy dân tới thử được miền ca này nha được miền ca pin chất miền ca mình sắm chất bị kế dương chặt đây to miền khác và long pa đây kê dân tư nước xa thành nước nơi hang ấy long pa này pa ok dân tới ở đó chia ca dây phơi phê rất to này đôi sẽ cầm phiệp vậy đó miền tốt thôn trên biển sầm đầy nhớ á đôi chia ca làm lốp tôi chia sang là phiếp thôn thô bằng phật này ca dư phơi phê này anh nói chia ca làm lốp đây ca pa đây pa chân cái đang cầm phiệp dư phơi phê đòi cầm phiệp tỏ cho nhung xôm vậy chẳng á đôi nhung khơi bong ôn bạc cát miền tây ca cha là na vậy bị rừng sạp xa là về khác từ thơ cầm phiệp chỉ mùi đàm thơ mùi ấy dân tư hay vậy tây ca dư phơi phê đam chơi đó miền con gì mùi đam chơi mà đấy được con sắp sai sao thế nè miền xây ai mơ nhưng tới con miền ở trong thạ yên không ai đây bây giờ được con xây chứ nhóm vô là nó chơi scam phiệp gì phơi phê đấy con sắp sai chơi xa tiền nè còn dây phía trong sạp xá đấy còn vô một họ được gặp hai phía scam phiệp sạp sát vô một họ chơi xa tiền nè nó còn miền kia tận lại khi nào về là miền xây trồn mờ đấy anh nhóm vô là vì chơi ca gì phơi phê nhóm miền trên nè sẽ đặt AC chừng tới mình đấy còn hai nhóm chia nè này vô năng vì tu sửa tiên tu tư này sẽ đặt chứ là tẹt tôn năng sẽ đặt cua tại đầm nai cả mấy ca các cái đây mấy nó na khó là tới là na cô miền tốt nó là say lên chai crom chỉ nè sầm rạch chứ á lúc nhóm khơi nhờ biết tổ mấy đấy đôi ra gặp thay nó là bây giờ nè khơi quật người dây phía xa bài sạp xa từ căn khmei xây còn ba này ba chân nó người dây phía xa sạp xa từ căn khmei xây hay con vô một bỏ thì xa tiền là trong đây có sòng này chỉ mới khmei xây nó cái đó thì mà thấy không ca mơ nó cứ min sập tây cái trôi mơ đấy khơi còn là khơi cam tiếp từ nhom được tam nhom lắng cứ miên xây xa ra để lọc quạt chào và cam mà phiệp mình nói được này sập tây chỉ ca dê ca ấy hay sập tây nó miên chỉ một con mà con đi chỉ nhẹ thơ ca mà chỉ mỗi con like con đây chơi con step con play step ấy anh nó chơi cam phiệp toàn hay phía xa còn gì phía xa bài sạp xa phía xa sạp xa trong gì phía xa qua là bây giờ vậy mà tôi được sụp đòn thom bây giờ nâng phía xa gì vậy cứ gọi gì thà cứ nát nhanh mà anh nâng hai phía rom sạp xa anh nâng hai phía ca gì phơi phê này hơi sẽ cam mà phiệp bạn nâng cả làng mình tua để xa đã quát chia idol kê chia cả thà role model mà kê quát cô được vừa role model hay khi ông ăn dễ bằng cô phát tăng bị quát sắp sai xa bia tại trong chập tô toàn này thế ở bên tôi có thể dùng cái thà vì chưa chấm được bọc quát vì chưa chấm được lại sẽ là thua không liên quan đây là bấy đừng quan ai từ thọt sắp sai bị xa bia ban vì chấm được bọc quát đây nhom chấm phu nhom cái thà bia mình chia khẩm hỏi thôn thô đây bùa chấm được bọc quát còn ca còn rô lôi quát là bấy cái đấy còn từ rô lôi sao là biết quát sắp sai xa bia đừng thử bọc quát nhom vô được chăng nhưng mà chập tô chập khẩm hỏi mà thấy nhỏ với nhom giấy cứ khang nam vì mình chưa chấm được này sẽ là thua với chia cầm thọ này cho bạn không vì mình chấm họ sẽ là thua đấy đấy để tôn ca thọ đường để tôn sập xa và hai phía cam phiệp hạp kia chặt này chặt chơi và hai phía rom hạp phía siêu sao ấy dìm xây nó đây ba chân stray này mình chỉ song xa mình chỉ con hay chuyện đào nó là nhung cái thao chia ca và cá của bru mình lo kháng đo sủng công chia về xây bởi nhom phớ nhom sao ấy đấy nhưng mà nhom phớ nè follow nhom tích năng này mà con nè follow cho đây chạy pram liền đấy này nhom bên trên mà đi thời chẳng ngay nhom quả ưu ho
ឲ្យយល់ថាក្នុងនាមជាមនុស្សដែលមានអ្នកគ្រប់គ្រងច្រើននៅក្នុងប្រទេសកម្ពុជាហ្នឹងហើយមានអ្នក follow Facebook 3.5 លានហើយផ្សព្វផ្សាយទង្វើបែបហ្នឹងគឺបង្កើតធម៌ពលអវិជ្ជមានខ្លាំងផលប៉ះពាល់ខ្លាំងដល់យុវជនខ្មែរជំនាន់ក្រោយក៏ដូចជាសង្គមជាតិទាំងមូលខ្ញុំសូមនិយាយចំណុចទី2ឡើយហ្នឹងតែមួយទៀតខ្ញុំចង់និយាយចំណុចចុងក្រោយគេណាអត់ឃើញមានស្ថាប័នពាក់ព័ន្ធណាមួយប្រតិកម្មសោះឃើញសកម្មភាពហ្នឹងឃើញប្រជាពលរដ្ឋប្រតិកម្មទូទាំងប្រទេសហើយអត់ឃើញមានស្ថាប័នក្រសួងណាធ្វើការដូចជាក្រសួងដែលមានធ្វើការការងារហ្នឹងគួរតែពាក់ព័ន្ធមួយក្រសួងវប្បធម៌គួរតែចេញលិខិតកោតទោសឬក៏ហៅអ្នកដែលជាប់ពាក់ព័ន្ធធ្វើសកម្មភាពទាំងហ្នឹងទៅប្រមានពួកឥឡូវយើងឃើញអាណាធិបតេយ្យពីហ្នឹងមិនមែនថាតារាកំ pl ៃ រូបហ្នឹងឯងឃើញច្រើនអ្នកដែលជា influencer គេហើយ live មិនមែនដូចខ្ញុំគេមើល4-5 នាក់ឯងមានគេមើលរាប់ពាន់អ្នកខ្លះហើយនិយាយរឿងការយាយីផ្លូវភេទសពផ្សាយវប្បធម៌អាភិបដែលមិនល្អដល់សង្គមហ្នឹងឃើញក្រសួងអត់ធ្វើការទេមិនមែនតែមានមកកាន់អីខ្ញុំថាមានកាន់អីច្រើនហើយអាការយាយីផ្លូវភេទការផ្សព្វផ្សាយមេតិកាមិនល្អហ្នឹងវាខ្ញុំគាត់ថាវាជាការឡើងជាទូទៅហើយទលំទលាយនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំហ៊ាននិយាយចឹងអត់មានក្រសួងណាធ្វើការទេខ្ញុំដឹងថាមានមនុស្សធ្វើការក្រសួងហ្នឹងព្រោះថ្ងៃដឹងថាគាត់ធ្វើការងារអីគាត់បើកប្រាក់ខែជាបរិវត្តនេះនៅក្នុងក្រសួងមួយនេះក្រសួងមួយក្រសួងពីរដែលជាប់ពាក់ព័ន្ធខ្ញុំគាត់ថារឿងនេះវាពាក់ព័ន្ធនឹងក្រសួងវប្បធម៌តែទៅក្នុងខ្លឹមសារនៃការផ្សព្វផ្សាយហើយបើគាត់ជាអ្នកព័ត៌មានមានការព័ត៌មាននេះវាពាក់ព័ន្ធនឹងក្រសួងព័ត៌មានហើយបើសិនមកភាសារបស់គាត់មិនឲ្យតំណែងស្ត្រីឬក៏ជាការយាយីផ្លូវភេទអាចពាក់ព័ន្ធមួយក្រសួងសង្គមគិច្ចក្រសួងសង្គមគិច្ចក៏អាចពាក់ព័ន្ធដល់មានតែគេធ្វើការពីនៃក្រសួងមានតែគេធ្វើការមានរកឯងមានទេឃើញតែបដកម្មវិជាបរដ្ឋដែលគាត់ជួយឈឺឆ្អាលឬសង្គមរឿងជាតិគាត់យល់ថាសកម្មភាពហ្នឹងជាសកម្មភាពជាអធិពលមិនល្អក៏ដូចជាបង្កើតធម្មពលអវិជ្ជមានដល់សង្គមជាតិជាពិសេសដល់ក្មេងៗជំនាន់ក្រោយយើងយល់អញ្ចឹងយើងនាំគ្នានិយាយនាំគ្នាអីហ្នឹងទៅតែគាត់ថាអត់ឃើញក្រសួងណាធ្វើការខ្ញុំនិយាយថាមិនដឹងថាគាត់បើកប្រាក់ខែរៀសបើនិយាយអាក្រក់ស្ដាប់ទៅថាស៊ីប្រាក់ខែរៀសអត់ប្រយោជន៍ខ្ញុំនិយាយសុំប្រយោជន៍អត់ប្រយោជន៍មែនតើរាល់ថ្ងៃរឿងកើតឡើងផ្ទុះប្រហែលថ្ងៃហ្នឹងស្ងាត់ជ្រាបគឺមានចេញខ្លឹមសារស្កោតទោសបើនិយាយថាមិនឲ្យតំណែងស្ត្រីឬក៏ចាក់តងការយាយីផ្លូវភេទគួរតែមានក្រសួងចេញមកស្កោតទោសទៅឬក៏ហៅអ្នកដែលជាប់ពាក់ព័ន្ធទៅផឹកកាយចាប់អីហ្នឹងទៅនិយាយណែនាំធ្វើគេសន្យាទៅអត់ធ្វើការអត់ប្រយោជន៍រឿងទូចមួយតែខ្ញុំនិយាយថាដឹកនាំរឿងហ្នឹងរឿងទូចមួយតែប៉ះពាល់ដល់សង្គមជាតិទាំងមូលចង់ឲ្យថ្នាក់ដឹកនាំស្រែកមកទៀតឲ្យបានធ្វើការអត់យល់អត់ប្រយោជន៍ខ្ញុំថាអត់ប្រយោជន៍ហ្មងអ្នកធ្វើការអត់ប្រយោជន៍មួយចំនួនអត់ចេះរបៀបធ្វើការខ្ញុំតបធ្វើការសង្គមស៊ីវិលដែរតែឥឡូវខ្ញុំឃើញថាសង្គមស៊ីវិលគាត់ដាច់ហ្វាន់ច្រើនដូចជាតាក់ទងនឹងអង្គការ WC មានអង្គការស្ត្រីចាស់ដែលខ្ញុំភ្លេចឈ្មោះតែពីមុនឃើញឲ្យតែមានសកម្មភាពណាមិនល្អតាក់ទងការមិនល្អតម្លៃស្ត្រីខ្ញុំឃើញអង្គការក្រៅថាបានហ្នឹងឈានមុខមុនគេមុនរដ្ឋាភិបាលទៀតមុនក្រសួងទៀតមុនក្រសួងសង្គមកិច្ចទៀតខ្ញុំឃើញណាកាលសម័យអង្គការនៅមានលុយចាយនៅមានអីឥឡូវនេះឃើញដាច់ហ្វាន់ដាច់អីអស់ឃើញដាច់អង្គការច្រើនអត់មានតែគេជួយការពារគុណតម្លៃស្ត្រីមានក្រសួងដែរតែដូចថាអត់សូវធ្វើការខ្ញុំសូមរិះគន់ហ្មងអត់សូវធ្វើការអត់ប្រយោជន៍ហ្មងសូមនិយាយចឹងបងប្អូនចឹងខ្ញុំសូមបញ្ចប់ live ប៉ុណ្ណឹងហើយបងប្អូនអាចយកវីដេអូខ្ញុំទៅបានវីដេអូ live ហ្នឹងមើលទៅមិនដឹងថាច្បាស់ឬមិនច្បាស់យ៉ាងណាបងប្អូនចឹងខ្ញុំសូមថាបងប្អូនចូលរួមបងប្អូនគ្នាក្នុងការលុបបំបាត់មាតិកាដែលមិនល្អជាពិសេសមាតិកាដែលយាយីផ្លូវភេទមាតិកាអាភិបការជេរប្រមាថហ្នឹងយើងរួមគ្នាលុបបំបាត់ទាំងអស់គ្នាបងប្អូនសូមអរគុណសូមជម្រាបលាបងប្អូនស្អែកអីហ្នឹងខ្ញុំប្រហែលខ្ញុំ live លេងទៀតចាំមើលបើខ្ញុំ live ខ្ញុំប្រហោះជួនដំណឹងបងប្អូនយ៉ាងហើយហ្នឹងក៏1 ម៉ោងមុនដែរថាខ្ញុំ live អញ្ចឹងបងប្អូនសូមជម្រាបលា